បងប្អូននេះខ្ញុំថតស្រូវបងប្អូនស្រូវនៅកន្លែងមណ្ឌលទេសចរឥឡូវចាំមើលបងប្អូននេះណាឃើញទេបងប្អូនឃើញស្ពានអមសងខាងស្ពានខ្វាត់ខ្វែងបងប្អូនអមសងខាងស្ពានគឺស្អាតទេបងប្អូនឃើញទេស្រូវឃើញទេស្រូវមកដល់នេះវិញបងប្អូនឃើញទេការមានផ្ទះឫស្សីនិងផ្ទះបុរាណនេះផ្កាមកស្អាតទេបងប្អូនទិដ្ឋភាពគឺស្អាតណាស់ឥឡូវនេះកំពុងតែថតឲ្យបងប្អូនទស្សនាកំសាន្តមើលណាមានផ្កាច្រើនហើយរីកគូស្ពាយបងប្អូននេះផ្ទះស្អាតណាស់បងប្អូនផ្ទះឈើបុរាណហើយឥឡូវនេះមកដល់នេះហើយបងប្អូនហត់នេះផ្លូវកំពុងតែសាងសង់តាន់ហើយបងប្អូនអើយនៅច្រើនណាស់ផលិតផលរបស់គម្រោងនៅពលានយន្តហោះហ្នឹងបងប្អូននេះកន្លែងម្ដុំវប្បធម៌គេហៅថាភូមិវប្បធម៌ក៏បានដែរបងប្អូនព្រោះវាទិដ្ឋភាពនៅទីនេះស្អាតទេបងប្អូនស្អាតណាស់ទិដ្ឋភាពកំពុងតែថតឲ្យបងប្អូនទស្សនាកំសាន្តទិដ្ឋភាពស្អាតមែនទែនបងប្អូននេះផ្ទះមួយទៀតបងប្អូនច្រើនផ្លូវនេះគឺថាភូមិនិយាយទៅវប្បធម៌ដៃជោបងប្អូនបាទឥឡូវខ្ញុំថតឲ្យបងប្អូនទស្សនាកំសាន្តហើយបងប្អូនស្អាតណាស់បងប្អូនឃើញទេអាហ្នឹងផ្ទះទៅហូហែបងប្អូនឆ្ងាយផ្ទះតាមហូហែតាមដងផ្លូវរហូតដល់បងប្អូននេះក៏ស្អាតដែរបងប្អូនឃើញទេស្អាតមែនទែននេះកំពុងតែសាងសង់មិនទាន់ហើយទេបាទស្អាតណាស់ឥឡូវនេះវីដេអូខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយសូមអរគុណ